ស្មារតីគោរពនិងដឹងគុណដល់វីរយុទ្ធជនកម្ពុជាពីកីឡាបាល់ទាត់ទាំងខ្មែរនិងបរទេសសមាជិកនៅលីកកំពូលកម្ពុជាទាំងកីឡាករខ្មែរនិងសូម្បីតែកីឡាករបរទេសព្រមទាំងកីឡាករលេងនៅក្នុងពានសម្ដេចតេជោវឌ្ឍនខេត្តបានលើកដៃគោរពនិងដឹងគុណដល់វីរយុទ្ធជនកម្ពុជាដែលបានពលីការពារបូរណភាពទឹកដីក៏ដូចជាកំពុងតែប្រយុទ្ធការពារទឹកដីពីការឈ្លានពានរបស់យោធាថៃក្រោយពីសិទ្ធិបញ្ចូលទីនៅរដូវកាល2025-2026កីឡាករបានចាប់ផ្ដើមធ្វើរឿងនេះតាំងពីថ្ងៃទី14ខែធ្នូជាក់ស្ដែងពេលកីឡាកររបស់ក្លឹប MOI កំពង់ដេវ៉ាទាត់បញ្ចូលទីព្រឹកខែនេះស្វ័យរៀងភ្លាមគេបាននាំគ្នាលើកដៃប្រណម្យសំពះជាការដឹងគុណដល់វីរយុទ្ធជនកម្ពុជាដែលបានពលីការពារបូរណភាពទឹកដីថ្ងៃជាមួយគ្នានោះផងដែរកីឡាកររបស់ភ្នំពេញក្រោនដែលរកគ្រាប់បាល់បានហើយលើកដៃសំពះគោរពដែលបង្ហាញពីការគោរពដល់វីរយុទ្ធជនកម្ពុជាដែលកំពុងតែប្រយុទ្ធការពារទឹកដីពីការឈ្លានពានរបស់យោធាថៃជាបន្តបន្ទាប់កីឡាករមិនថាខ្មែរឬបរទេសបានបន្តធ្វើបែបនេះជាហូរហែជាពិសេសក្នុងសប្តាហ៍ទី13ថ្មីនេះដោយទាត់ចូលទីភ្លាមអ្វីដែលកីឡាករនាំគ្នាធ្វើគឺការគោរពដល់វីរយុទ្ធជនកម្ពុជាស្មារតីគោរពនិងដឹងគុណដល់វីរយុទ្ធជនកម្ពុជាពីកីឡាបាល់ទាត់ទាំងខ្មែរនិងបរទេសសមាជិកនៅលីកកំពូលកម្ពុជាទាំងកីឡាករខ្មែរនិងសូម្បីតែកីឡាករបរទេសព្រមទាំងកីឡាករលេងនៅក្នុងពានសម្ដេចតេជោវឌ្ឍនខេត្តបានលើកដៃគោរពនិងដឹងគុណដល់វីរយុទ្ធជនកម្ពុជាដែលបានពលីការពារបូរណភាពទឹកដីក៏ដូចជាកំពុងតែប្រយុទ្ធការពារទឹកដីពីការឈ្លានពានរបស់យោធាថៃក្រោយពីសិទ្ធិបញ្ចូលទីនៅរដូវកាល2025-2026កីឡាករបានចាប់ផ្ដើមធ្វើរឿងនេះតាំងពីថ្ងៃទី14ខែធ្នូជាក់ស្ដែងពេលកីឡាកររបស់ក្លឹប MOI កំពង់ដេវ៉ាទាត់បញ្ចូលទីព្រឹកខែនេះស្វ័យរៀងភ្លាមគេបាននាំគ្នាលើកដៃប្រណម្យសំពះជាការដឹងគុណដល់វីរយុទ្ធជនកម្ពុជាដែលបានពលីការពារបូរណភាពទឹកដីថ្ងៃជាមួយគ្នានោះផងដែរកីឡាកររបស់ភ្នំពេញក្រោនដែលរកគ្រាប់បាល់បានហើយលើកដៃសំពះគោរពដែលបង្ហាញពីការគោរពដល់វីរយុទ្ធជនកម្ពុជាដែលកំពុងតែប្រយុទ្ធការពារទឹកដីពីការឈ្លានពានរបស់យោធាថៃជាបន្តបន្ទាប់កីឡាករមិនថាខ្មែរឬបរទេសបានបន្តធ្វើបែបនេះជាហូរហែជាពិសេសក្នុងសប្តាហ៍ទី13ថ្មីនេះដោយទាត់ចូលទីភ្លាមអ្វីដែលកីឡាករនាំគ្នាធ្វើគឺការគោរពដល់វីរយុទ្ធជនកម្ពុជា